សូមគោរពដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាពួកយើងមកពីថ្នាក់12សីអងនៅវិទ្យាល័យក្នុងសែនចាក់រ៉េបង្រៀនដល់លោកគ្រូទៅធនុជ័យមកពីក្រុមទី3ដែលមានសមាជិកដូចជានាងខ្ញុំឆើសុគឹមហៀក ខ្ញុំឈ្មោះភិរាណារ៉ូត ខ្ញុំឈ្មោះមុនជីវ៉ា ខ្ញុំឈ្មោះរតនានី ខ្ញុំមកឈ្មោះប៉ុស្តិ៍អសិចារ្យ ពីភាពជាប់នៃអនុគមហើយនៅចំណុចភាពជាប់នៃអនុគមដល់ចំណុចមួយអញ្ចឹងយើងត្រូវយល់សន្តាជាប់ត្រង់មួយចំណុចនេះគឺបែបម៉េចអញ្ចឹងយើងមករូបនេះគឺជាក្រាฟនៃអនុគមដែលជាប់ត្រង់ x ស្មើ a អញ្ចឹងយើងគូខ្សែក្រាฟមកខ្សែក្រាฟដែលយើងគុំនោះគឺកាត់ត្រង់ចំណុច a ហើយអាកន្លែងកាត់ហ្នឹងវាប្រៀបជាបណ្ដាញមួយចំណុចត្រូវតខ្សែក្រាฟហ្នឹងទៅកន្លែងផ្សេងទៀតហើយយើងមករូបទី2រូបទី2នេះគឺជាក្រាฟនៃអនុគមដូចគ្នាតែត្រង់ថាវាជាក្រាฟនៃអនុគមដាច់ដោយសារតែខ្សែក្រាฟវាគឺតែជាប់គ្នាទេអញ្ចឹងយើងមើលនិយមន័យទី1អនុគម f នៃ x ជាប់ត្រង់ x ស្មើ a កាលណា f នៃ x ស្មើនឹង limit x ទៅ a f នៃ x ហើយ f នៃ a ហ្នឹងយើងរត់បានកាលណា x ស្មើ a ហើយយើងយក a ហ្នឹងជុំទៅក្នុងអនុគមទៅយើងបានជាចំនួន k មួយដែលបូកក៏បានឬក៏ដកក៏បានហើយ x មាន limit ហ្នឹងកាលណា x ទៅ a ហើយយើងតម្លៃគឺ limit x ទៅ a អញ្ចឹងយើងមកមើលនិយមន័យទី2និយមន័យទី2យើងគឺអនុគម f នៃ x ជាប់ត្រង់ x ស្មើ a កាលណា f នៃ a ស្មើ limit x ទៅ a បូក f នៃ x ស្មើនឹង limit x ទៅ a ដក f នៃ x អញ្ចឹង limit x ទៅ a បូកហ្នឹងគឺវានៅខាងស្ដាំហើយ limit x ទៅ a ដកហ្នឹងគឺនៅខាងឆ្វេងអញ្ចឹងដើម្បីឲ្យកាន់តែមានភាពងាយស្រួលយើងកុំមើលការបត់ស្រាយរបស់អ្នកនរគ្នានេះយើងចូលមកដល់លំហាត់របស់យើងសំណួរគេសួរថាតើអនុគម f នៃ x ជាប់ត្រង់ x ស្មើ0ដែរទេយើងមានអនុគម f នៃ x ស្មើ e សេគុណ x ដក3លើកជាក្រេលើ e សេគុណ 2x បូក1បើ x ស្មើ0 sin x តាំង 2x នៅលើ x ក្រេបើ x ផ្ទុយពី0ដោយសារអនុគមរបស់យើងគេឲ្យមកមានលក្ខខណ្ឌ2 x ស្មើ0និង x ផ្ទុយពី0អញ្ចឹង x ស្មើ0ហ្នឹងយើងយកវាទៅចំនួនទៅក្នុងអនុគម f នៃ x ចំណែក x ផ្ទុយពី0ដោយសារតម្លៃវាមិនមែន0ទេវាគ្រាន់តែខិតទៅជិត0តែប៉ុណ្ណោះដូច្នេះយើងយកវាទៅចំនួនចូលក្នុង limit អនុគម f នៃ x ជាប់ត្រង់ x ស្មើ0កាលណា f នៃ0ស្មើនឹង limit x ខិតទៅជិត0 f នៃ x 0របស់យើងស្មើនឹង e សេគុណ x ដក3លើកជាក្រេលើ e សេគុណ 2x បូក1យើងចំនួន0ចូលទៅក្នុងតម្លៃ x យើងបាន e សេគុណ0ដក3លើកជាក្រេនៅលើ e សេគុណ0បូក1ដោយសារ e សេគុណ0គឺមានតម្លៃស្មើ1អញ្ចឹងយើងបាន1ដក3លើកជាក្រេនៅលើ1បូក1ឲ្យស្មើនឹងដក2នៅលើកជាក្រេនៅលើ2ដោយសារដក2ជាចំនួនអវិជ្ជមានយើងលើកជាក្រេចេញមកឲ្យបាន4ចែកឲ្យ2 4ចែកឲ្យ2យើងសម្រួលមកស្មើ2ដែលកំណត់បានទាំងកន្លែងមើល limit x ក្រេ0នៃ fx យើងមាន limit fx sin x លើតង់សង 2x លើ x ក្រេដែលយើងចំនួន0ចូលកន្លែង x យើងបានរៀង0លើ0ហើយយើងបំបែក limit យើងជា2ដែលយើងបាន sin x លើ x ហើយគុណតង់សង 2x លើ x តែតង់សងយើងអត់ចូលរួមមុនទេអញ្ចឹងយើងត្រូវចំនួនបន្ថែម2ហើយគុណឲ្យគេវិញ2ដោយ sin x យើងចូលរួមមុនsin x លើ x ស្មើ1ហើយតង់សងយើងចូលរួមមុនតង់សង ax លើ ax ស្មើ1អញ្ចឹងយើងគុណ1ឲ្យនឹង2បាន2ស្មើ2ដោយf នៃ0ស្មើ limit x ខិតទៅ0នៃ fx ដូចនេះអនុគម fx ជាប់ត្រង់ x ស្មើ0ដល់ឥឡូវយើងចូលមកលំហាត់ទី2ដែលគេសួរថាតើអនុគម f នៃ x ជាប់ត្រង់ x ស្មើ1ដែរឬទេគេឲ្យមកមានអនុគម3ដោយមានលក្ខខណ្ឌដោយអនុគមទី1ហ្នឹងមានលក្ខខណ្ឌ x ធំជា1និងអនុគមទី2ហ្នឹងមានលក្ខខណ្ឌ x ស្មើ1អនុគមទី3មានលក្ខខណ្ឌ x តូចជា1ចឹងលំហាត់ហ្នឹងគឺវាចូលនៅក្នុងនិយមន័យទី2ដែលគេឲ្យមកមានលក្ខខណ្ឌ3អនុគម f នៃ x ជាប់ត្រង់ x ស្មើ1កាលណាf នៃ1ហ្នឹងស្មើ limit x ខុសទៅដល់1បូក f នៃ fx ស្មើនឹង limit x ខុសទៅដល់1ដកនៃ fx អញ្ចឹង f នៃ1យើងមើលថា f នៃ1ហ្នឹងគឺចូលនៅក្នុងលក្ខខណ្ឌ x ស្មើ1អញ្ចឹងយើងយកអនុគម x ស្មើ1នេះមកធ្វើដែល f នៃ1ហ្នឹងយើងចូលកន្លែងណាដែលមាន x អញ្ចឹងលិន1ស្មើ0 0គុណនឹង2023វាស្មើ0អញ្ចឹង0បូក1ស្មើ1យើងចូលមកដល់ limit x ទៅ1បូកនៃ fx ដោយ limit x ទៅ1បូកនោះវាចូលអនុគមទី1ដោយសារតែអនុគមទី1វាមានតម្លៃ x ធំជាង1អញ្ចឹងវាបាន6 x ក្រេដក6លើ 2x ដក2ដោយយើងចំនួន1ចូលនៅកន្លែងដែលមាន x វាចូលរៀង0លើ0អញ្ចឹងទៅយើងចាប់6នេះជាកតារួមវាបាន6កតា x ក្រេដក1ហើយខាងក្រោមយើងចាប់2ជាកតារួមវាបាន2កតា x ដក1ហើយយើងចែកវាទៅវាបាន3ហើយកន្លែងនេះ x ដក1កតា x ដក1នេះដោយសារតែខាងលើនេះវាចូលរួមមុន a ក្រេដក b ក្រេហើយបន្ទាប់មកយើងសម្រួល x ដក1លើនឹង x ដក1បាននឹងចេញអញ្ចឹងទៅយើងបាន3កតា x បូក1ហើយយើងចំនួន1ចូលទៅ1បូក1ស្មើ2 3គុណនឹង2ស្មើ6ហើយមកដល់កន្លែងlimit x ខិតទៅ1ដក f នៃ x ដោយសារតែវាដកអញ្ចឹងទៅយើងវាចូលជាមួយនឹងអនុគមទី3វាស្មើ limit x ខិតទៅ1ដកស្វ័យគុណ x ដក1បូក2ដល់យើងចំនួន1ចូលទៅវាបាន1ដក1ស្វ័យគុណ1ដក1បូកនឹង2វាបានស្វ័យគុណ0បូកនឹង2ដោយស្វ័យគុណ0ស្មើនឹង1អញ្ចឹង1បូក2ស្មើនឹង3ដោយ f នៃ1ខុសពី limit x ខិតទៅ1បូក f នៃ x ខុសពី limit x ខិតទៅ1ដក f នៃ x ដូចនេះអនុគម f នៃ x មិនជាប់ត្រង់ x ស្មើ1ទេ